ជាប្រាសាទដ៏ចំណាស់មួយដែលស្ថិតនៅក្នុងភូមិត្រដកពងឃុំពងរស្រុកតាំងគោកខេត្តកំពង់ធំពីមុនមកប្រាសាទនេះស្ថិតនៅក្នុងស្រុកបារាយខេត្តកំពង់ធំឯណោះទេក៏ប៉ុន្តែនៅថ្ងៃទី8ខែមករាឆ្នាំ2019ស្រុកបារាយត្រូវបានបំបែកជាពីរគឺស្រុកបារាយនិងស្រុកតាំងគោកដោយហេតុនេះហើយទើបធ្វើឲ្យប្រាសាទកុហានគរស្ថិតនៅស្រុកតាំងគោករហូតដល់សព្វថ្ងៃដើម្បីធ្វើដំណើរទៅដល់ប្រាសាទកុហានគរប្រសិនបើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ6យើងនឹងឆ្លងកាត់ខេត្តកណ្ដាលនិងខេត្តកំពង់ចាមយើងធ្វើដំណើរប្រមាណ96គីឡូម៉ែត្រពីរាជធានីភ្នំពេញកាត់តាមស្រុកជើងព្រៃខេត្តកំពង់ចាមចូលទៅដល់ស្រុកតាំងគោកខេត្តកំពង់ធំយើងធ្វើដំណើររហូតមកយើងនឹងឃើញវិទ្យាល័យមួយនៅខាងឆ្វេងដៃគឺវិទ្យាល័យហ៊ុនសែនតាំងគោកបន្ទាប់មកយើងធ្វើដំណើរបន្តទៅមុខទៀតប្រមាណជាង200ម៉ែត្រយើងឃើញខ្លោងទ្វារវត្តមួយនៅខាងឆ្វេងដៃគឺខ្លោងទ្វារវត្តកុហានគរនេះឯងបន្ទាប់មកទៀតយើងធ្វើដំណើរចូលតាមខ្លោងទ្វារវត្តនេះប្រមាណជា2គីឡូម៉ែត្រយើងនឹងបានឃើញវត្តកុហានគរនៅខាងស្ដាំដៃនេះឯងនៅពេលដែលយើងចូលទៅដល់បរិវេណវត្តយើងនឹងឃើញប្រាសាទកុហានគរនេះហើយប្រាសាទកុហានគរមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តកុហានគរទីតាំងប្រាសាទនេះស្ថិតនៅខាងជើងឈាងខាងកើតនៃវត្តនិងនៅខាងជើងជាប់នឹងព្រះវិហារតែម្ដងប្រវត្តិប្រាសាទគុកនគរប្រាសាទគុកនគរត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1នៅសតវត្សទី11នៅយើងបានដឹងហើយថានៅក្នុងរាជ្យរបស់ព្រះរាជាមួយអង្គរមែងតែងតែមានការកសាងសំណង់សិល្បៈនិងប្រាសាទផ្សេងទៀតហើយម្យ៉ាងទៀតគឺព្រះអង្គចង់បង្ហាញអំពីកិត្តិយសនុភាពនៅស្នាដៃនៅក្នុងរាជ្យរបស់ព្រះអង្គផងដែរប្រាសាទគុកនគរមានឈ្មោះបែបនេះអាចជាពាក្យផ្សំរវាងពាក្យខ្មែរថាគុកនិងពាក្យសំស្ក្រឹតថានគរដែលមានន័យថាប្រាសាទរបស់ក្រុងដូច្នេះហើយពីមុនមកទីតាំងនេះទំនងជាទីប្រជុំជនមួយកាលពីសម័យបុរាណទោះបីយើងមិនដឹងថាមានទំហំធំឬតូចប៉ុណ្ណាក៏ដោយម្ល៉េះហើយយើងអាចសង្កេតឃើញថាគេកសាងប្រាសាទនៅទីប្រជុំជនដើម្បីងាយស្រួលនៅក្នុងការធ្វើពិធីគោរពបូជាតាមជំនឿផ្សេងមួយវិញទៀតបានបង្ហាញយើងឃើញថាការបើយើងធ្វើនៅទីប្រជុំជននេះគឺដើម្បីឲ្យមនុស្សជាច្រើនដែលរស់នៅតំបន់នោះចូលរួមនៅក្នុងការគោរពបូជាសាសនានិងលទ្ធិផ្សេងហើយក៏ដូចជាការកសាងនៅប្រាសាទនេះផងដែរទាំងអស់នេះហើយគឺជាការលើកឡើងនិងការបង្ហាញពីការកសាងប្រាសាទនៅតំបន់ទីប្រជុំជនកាលពីសម័យបុរាណបើទោះបីយើងពុំមានភស្តុតាងដែលបញ្ជាក់ថាប្រាសាទនេះមានទំហំធំឬតូចប៉ុណ្ណាក៏ដោយប៉ុន្តែការគិតបែបនេះមិនមែនគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយអ្វីត្បិតតែពួកយើងធ្វើការគិតដោយងាយៗថាទីណាមានការកសាងប្រាសាទទីនោះនឹងមានមនុស្សរស់នៅជាក់ជាមិនខានព្រោះថាគេកសាងប្រាសាទគឺសម្រាប់ឲ្យមនុស្សគោរពបូជាលទ្ធិសាសនាឬគោរពដល់អាទិទេពជាដើមពោលគឺដូចជាពេលបច្ចុប្បន្នអញ្ចឹងគេកសាងវត្តអារាមគឺសម្រាប់គោរពព្រះពុទ្ធសាសនាជាពិសេសនោះប្រាសាទនេះមានទីតាំងចេញពីតំបន់អង្គររត់សម្ដៅទៅតាមភាគខាងត្បូងកាត់តាមកំពង់ក្ដីប្រាសាទទ្វារក្ដីវត្តស្លែងកោងរកាភ្នំសន្ទុកនិងចុងក្រោយកាត់ទៅតាមភ្នំជើងព្រៃមួយវិញទៀតអ្វីដែលគួរឲ្យសោកស្ដាយនោះគឺប្រាសាទនេះពុំមានសេសសល់សិលាចារឹកដែលធ្វើឲ្យយើងមិនសូវបានដឹងអំពីព័ត៌មានប្រវត្តិសាស្ត្រនោះឡើយប៉ុន្តែតាមរយៈការសិក្សាប្រៀបធៀបរចនាសម្ព័ន្ធវត្តប្លង់ប្រាសាទបច្ចេកទេសក្បាច់លម្អផ្សេងគេអាចសន្និដ្ឋានប្រាសាទនេះបានថាគឺកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ពិតមែនពោលគឺទំនងមានអាយុប្រហាក់ប្រហែលគ្នាជាមួយនឹងភ្នំព្រះបាទដែលគេស្គាល់ថាជាភ្នំជើងព្រៃប្រាសាទនេះស្ថិតនៅក្នុងរចនាបថឃ្លៀងនិងបាពួនផងដែរហើយប្រាសាទនេះទៀតសោតក៏សាងឡើងសម្រាប់ឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនា
ដែលទំនងជានិកាយរបស់ព្រះឥសូរឬព្រះសិវៈផងដែរតកតងទៅនឹងព្រះឥសូរឬព្រះសិវៈយើងអាចនិយាយបានថាគឺជាទេពដ៏ធំមួយនៃទេពទាំង3នៃលទ្ធិព្រហ្មញ្ញសាសនាក្នុងនោះរួមមានព្រះព្រហ្មព្រះវិស្ណុនិងព្រះសិវៈនេះឯងតួយ៉ាងប្រវត្តិនៃការកសាងប្រាសាទនេះទៀតសោតយើងផ្ដោតទៅលើសម្ព័ន្ធភាពនៃប្រាសាទដែលយើងឃើញថាប្រាសាទនេះគឺកសាងឡើងអំពីថ្មបាយក្រៀមដែលជាសម្ភារៈសំណង់ជាចម្បងហើយក្រៅពីនោះមានដូចជាផ្តែរស៊ុមទ្វារសសរពេជ្រសសរផ្អោបដែលប្រើប្រាស់អំពីថ្មភក់ចំពោះខ្លងទ្វារដែលចេញពីច្រកទ្វារចូលពីទិសកណ្ដាលនិងទិសខាងត្បូងឯច្រកចូលខាងជើងបែរជាទ្វារបញ្ឆោតទៅវិញប៉ុន្តែច្រកចេញគឺមាន3ហើយចំណែកខ្លងទ្វារខាងលិចគឺមានទំហំតូចនិងមានច្រកចូលតែមិនមានច្រកចេញដែលយើងអាចសន្និដ្ឋានបានថាគឺជាទ្វារបញ្ឆោតដូចគ្នាហើយសរុបជារួមមកយើងឃើញថាព័ត៌មាននៃការសិក្សាដែលនាងខ្ញុំបានអធិប្បាយខាងលើគឺបានបង្ហាញអំពីប្រវត្តិនៃការកសាងប្រាសាទគុកនគរនេះផងដែរប្រាសាទគុកនគរសាងសង់ឡើងអំពីថ្មបាយក្រៀមមានគ្រឿងលម្អតិចតួចបែរមុខពីទិសខាងកើតតាមបណ្ដោយអៈពីកើតទៅលិចប្រាសាទនេះសាងសង់ឡើងនៅលើខឿន4ជ្រុងទ្រវែងមានប្រវែងទទឹងលាតសន្ធឹងពីខាងជើងទៅខាងត្បូងប្រាសាទនេះមានកំពែងព័ទ្ធជុំវិញមួយជាន់ធ្វើអំពីថ្មបាយក្រៀមនិងមានគូបុរៈចំនួន2គឺគូបុរៈខាងកើតនិងគូបុរៈខាងលិចចំណែកឯគូបុរៈខាងកើតគឺជាខ្លងទ្វារមួយដែលអាចឲ្យមនុស្សចេញចូលបានចំណែកឯគូបុរៈខាងលិចគឺគ្រាន់តែជាខ្លងទ្វារបញ្ឆោតតែប៉ុណ្ណោះចំណែកឯកំពែងពីកើតទៅលិចមានប្រវែង35ម៉ែត្រពីជើងទៅត្បូងមានប្រវែង25ម៉ែត្រនិងមានកម្ពស់3ម៉ែត្រយើងសង្កេតឃើញថានៅក្នុងទីធ្លានៃកំពែងមានគល់គ្រឹះឬជាបន្ទប់កណ្ដាលនៃប្រាសាទដែលហៅម្យ៉ាងទៀតថាតួប៉មកណ្ដាលជាកន្លែងសំខាន់នៃប្រាសាទតួយ៉ាងគល់គ្រឹះនៃប្រាសាទគុកនគរសង់ឡើងខិតទៅទិសខាងលិចបន្តិចពីព្រោះប្រាសាទនេះសាងសង់ដោយមានគល់គ្រឹះភ្ជាប់ជាមួយនឹងអន្តរាល័ក្ខនិងមណ្ឌពដែលគល់គ្រឹះគឺជាកន្លែងមួយសម្រាប់ព្រានធ្វើពិធីនៅក្នុងគល់គ្រឹះហើយក៏ជាកន្លែងដែលគេតម្កល់សេវលឹង្គអន្តរាល័ក្ខជាកន្លែងភ្ជាប់គល់គ្រឹះនិងមណ្ឌពហើយក៏ជាកន្លែងដែលព្រានយកដង្វាយពីអ្នកធ្វើពិធីត្រង់អន្តរាល័ក្ខនេះចំណែកឯមណ្ឌពគឺជាកន្លែងដែលអ្នកអាចទៅអង្គុយធ្វើពិធីតួយ៉ាងដោយមានការវិវត្តអស់ច្រើនសម័យកាលមណ្ឌពសពថ្ងៃក៏មានការបែកបាក់ដំបូលអស់មួយចំហៀងនៅទិសអាគ្នេយ៍នៃតួប៉មកណ្ដាលយើងឃើញមានអគារមួយដែលហៅថាអគារហោត្រៃឬបណ្ណាល័យដែលមានដំបូលជារាងដំបូលទូកពោលគឺបែរមុខទៅទិសខាងលិចដែលជាទិសបញ្ច្រាស់ជាមួយនឹងតួប៉មកណ្ដាលបើយើងក្រឡេកមើលក្បែរអគារហោត្រៃមានអគារតូចមួយដែលគេហៅថាអគារគុកសំពៅក្បែរកំពែងខាងត្បូងតួប៉មឬគល់គ្រឹះអគារគុកសំពៅនេះយើងឃើញមានចោះជញ្ជាំងធ្វើជាច្រកចេញចូលបានតែមួយប៉ុណ្ណោះមានរាង4ជ្រុងទ្រវែងសង់លើខឿនមួយកម្ពស់ 1.10 ម៉ែត្រដែលខឿននេះគេសង់ពីជញ្ជាំងពីរផ្ទាំងកម្ពស់ 2.90 ម៉ែត្រហុំព័ទ្ធជាបន្ទប់មានដំបូលរាងកោងក្រឡូកដោយរៀបបន្ទប់ថ្មបាយក្រៀមប្រាសាទគុកនគរបានសាងសង់ឡើងដោយបានប្រើប្រាស់ជាមួយនឹងប្រភេទថ្មបាយក្រៀមដែលថ្មបាយក្រៀមនេះផងដែរជាប្រភេទថ្មមួយនៅក្នុងដីមានសាច់ក្រៀតក្រើមពណ៌ដូចច្រេះដែកឬពណ៌ជាំក្រមៅមានប្រហោងតូចៗកញ្ចេះកញ្ចាស់ខ្លះមានគ្រាប់ល្អិតក្តាំងជាប់គ្នាគេប្រើថ្មបាយក្រៀមធ្វើជាកំពែងខឿនជណ្ដើរជញ្ជាំងឬប្រាសាទទាំងមូលតែម្ដងក៏មានយើងឃើញមានស្លាកស្នាមនៅកន្លែងខ្លះដែលគេកោះយកថ្មបាយក្រៀមពីក្នុងដីកាលពីសម័យបុរាណដូចជានៅទីមួយឈ្មោះថាក្រឡិចក្រឡុកស្ថិតនៅខាងជើងតំបន់អង្គរជាដើមប្រាសាទគុក
មានកគ្រឹះតែមួយប៉ុណ្ណោះដោយសាងសង់ឡើងអំពីថ្មបាយក្រៀមមានខឿនមួយជាន់និងមានជណ្ដើរបញ្ឆោតចំនួន3ជ្រុងដែលមាននៅទិសខាងត្បូងខាងជើងខាងលិចគល់គ្រឹះមានរាង4ជុំសារពើសូត្រចំណែកឯដំបូលមានលក្ខណៈជាដំបូលសំប៉ែតត្រួតគ្នាច្រើនជាន់ដោយប្រាសាទបានឆ្លងកាត់អស់រយៈពេលជាយូររួចមកហើយធ្វើឲ្យមានការបាត់បង់សោភ័ណភាពមួយចំនួននៅចំខាងមុខប្រាសាទគេបានជីកស្រះចំនួន3ដែលក្នុងនោះមានស្រះតូចចំនួន2នៅអមផ្លូវចូលខាងកើតនៃប្រាសាទអ្នកស្រុកហៅស្រះនោះថាស្រះស្រង់និងស្រះកែវដែលស្រះតូចទាំងពីរមានប្រវែងទទឹង30ម៉ែត្របណ្ដោយ88ម៉ែត្រនៅទិសពីយប់មានស្រះមួយទៀតអ្នកស្រុកហៅថាស្រះយាយកែវប្រាសាទគុកនគរមានទម្រង់បែបផាមសនាទម្រង់ប្រាសាទបែបផាមសនានេះខ្មែរបានទទួលឥទ្ធិពលពីសិល្បៈឥណ្ឌាពាក្យថាផាមសនាជាពាក្យបច្ចេកទេសដែលហៅតាមភាសាសំស្ក្រឹតហើយប្រាសាទនេះនិយមខ្លាំងនៅមុនសម័យអង្គរនៅសម័យអង្គរទម្រង់ប្រាសាទបែបនេះមិននិយមទេប្រាសាទបែបផាមសនាជាប្រភេទសំណង់រាង4ជ្រុងស្មើមានដំបូលសំប៉ែតត្រួតគ្នាច្រើនជាន់ហើយញឹករៀងគ្នាជាលំដាប់ពីធំទៅតូចតាមថ្នាក់នីមួយៗនៅប្រាង្គកណ្ដាលប្រាសាទគុកនគរមានលក្ខណៈជាប្រាសាទ4ជ្រុងមានសារពើសូត្រដំបូលសំប៉ែតត្រួតគ្នាច្រើនជាន់នៅតាមជាន់នីមួយៗមិនមានលម្អទ្វារបញ្ឆោតសសរពេជ្រផ្ដែឬបាំងខ្លែងដោយប្រាសាទនៅសម័យអង្គរទេការធ្វើដំបូលត្រួតគ្នាច្រើនជាន់បែបនេះបង្ហាញពីទម្រង់ប្រាសាទបែបផាមសនាដែលនៅក្នុងសិល្បៈស្ថាបត្យកម្មឥណ្ឌាហៅដំបូលសំប៉ែតត្រួតគ្នាច្រើនជាន់នេះថាកបុតតែនៅក្នុងសិល្បៈខ្មែរគេច្រើនហៅថ្នាក់នៃដំបូលនេះថារួនប្រាសាទគុកនគរខុសពីទម្រង់ប្រាសាទផាមសនារបស់ឥណ្ឌានិងប្រាសាទបែបផាមសនាមុនរបស់ខ្មែរត្រង់ផ្នែកដំបូលមិនមានលម្អអាមូលៈឬស្តូមិកាទេនៅតាមកបុតតាមជាន់នីមួយៗនៃដំបូលក៏មិនមានលម្អកោដុទូចដូចទៅនឹងសិល្បៈរបស់ឥណ្ឌានិងសិល្បៈរបស់ខ្មែរដែលទទួលឥទ្ធិពលពីឥណ្ឌាសម័យមុនដែរប្រាសាទគុកហនគរគឺជាប្រាសាទដែលត្រូវបានកសាងឡើងនៅក្នុងសតវត្សទី10និងដើមសតវត្សទី11ដោយស្ដេចដែលមានព្រះនាមថាជ័យវរ្ម័នទី1ប្រាសាទនេះដែរត្រូវបានកសាងឡើងនៅក្នុងរចនាបថឃ្លាំងបាពួនដោយសារតែផ្ដែនៅលើមេទ្វារនៃមណ្ឌុកមានលក្ខណៈសិល្បៈអន្តរកាលគ្នាឬទំនាក់ទំនងគ្នាទៅនឹងរចនាបថឃ្លាំងនិងបាពួនទើបគេអាចកំណត់រចនាបថប្រាសាទនេះបានដូចនេះដែរបន្ថែមពីនេះទៅទៀតយើងមកសិក្សាអំពីចម្លាក់ដែលមាននៅលើផ្ដែរបស់ប្រាសាទគុកនគរទាំងអស់គ្នាជាដំបូងយើងខ្ញុំសូមធ្វើការបកស្រាយចម្លាក់ដែលមាននៅលើផ្ដែរបស់ប្រាសាទនេះជាមុនសិនពីព្រោះថាយើងអាចកំណត់សម្គាល់លក្ខណៈនិងរចនាបថរបស់ប្រាសាទនេះបានផ្ទាល់តែម្ដងលក្ខណៈនៃផ្ដែនៅលើមេទ្វាររបស់ប្រាសាទគុកនគរមានចម្លាក់ដែលមាននៅលើផ្ដែនេះបានបង្ហាញឲ្យឃើញពីគម្រោងចម្លាក់ដែលលម្អដែលមានរូបរាងដូចទៅនឹងដងធ្នូហើយនៅចុងម្ខាងកម្រងមេឈើនោះមានរាងកោងពុតឡើងលើមិនត្រឹមតែប៉ុណ្ណោះគេក៏បានឆ្លាក់ក្បាច់កម្រងមេឈើរាងដូចទំពក់ដែលមាននៅលើនៅខាងក្រោមកម្រងមេឈើផងដែរហើយនៅចំកណ្ដាលទម្រង់មេឈើដែលមានរាងដូចដងធ្នូបានរំលេចឲ្យយើងឃើញអំពីចម្លាក់របស់ព្រះឥន្ទដែលអង្គុយនៅលើដំរីម៉ារវ៉ាន់ដែលជាយានជំនិះរបស់ព្រះអង្គដែលមាននៅក្នុងគម្ពីរព្រហ្មញ្ញសាសនា
បើយើងសង្កេតមើលទៅក្នុងព្រះហស្ថស្ដាំរបស់ព្រះអង្គនោះយើងឃើញថាព្រះអង្គកាន់បច្ចៈដែលជាតំណាងឲ្យផ្គររន្ទះហេតុដែលគេចម្លាក់រូបព្រះឥន្ទនៅលើផ្តែរនេះផងដែរដើម្បីឲ្យស្របទៅនឹងប្រាសាទនានាដែលបែរមុខទៅទិសខាងកើតពីព្រោះព្រះឥន្ទក៏ជាទេពមួយដែលតំណាងឲ្យនៅទិសខាងកើតផងដែរលើសពីនេះទៅទៀតចំណុចដែលសំខាន់នោះដែលយើងអាចសន្និដ្ឋានបានថាផ្តែរនេះគឺជាផ្តែរដែលស្ថិតនៅក្នុងរចនាបថឃ្លាំងបាពួនបានដោយបង្ហាញថាក្បាច់ដែលមាននៅលើកម្រងមែកឈើនៅលើផ្តែរនេះគេលែងនិយមធ្វើរំយោលនៅត្រង់ចំណុច1/4នៃកម្រងមែកឈើនៅក្នុងរចនាបថឃ្លាំងទៀតហើយអញ្ចឹងនេះបានបញ្ជាក់ថាផ្តែរនេះបានឈានជើងចូលទៅក្នុងរចនាបថបាពួនបាត់ទៅហើយតែបើយើងពិនិត្យមើលឲ្យច្បាស់ទៅលើផ្តែរនេះដែលស្ថិតនៅក្នុងរចនាបថឃ្លាំងនិងរចនាបថបាពួនយើងឃើញថារចនាបថទាំងពីរនេះខុសគ្នាត្រង់រូបស្លឹកឈើដែលមាននៅលើផ្តែរដែលមានលក្ខណៈស្ដើងរស់រវើកជាងរចនាបថដែលស្ថិតនៅក្នុងរចនាបថបាពួនដែលមានភាពរស់រវើកចំណែកឯចម្លាក់នៅលើស្លឹកឈើនៅក្នុងរចនាបថឃ្លាំងមានសភាពមូលហើយក្រាស់ជាងរចនាបថបាពួនសសរពេជ្រធ្វើឡើងសម្រាប់ទ្រទម្ងន់របស់ផ្តែរនិងសម្រាប់លម្អមុខទ្វារចូលផងដែរសសរពេជ្រមានផ្នែកសំខាន់3មានផ្នែកក្បាលសសរតួសសរនិងផ្នែកជើងសសរហើយនៅលើសសរពេជ្រមានលម្អដោយក្បាច់ផ្សេងមានក្បាច់ស្លឹកឈើរាងត្រីកោណក្បាច់រង្វាន់ដូចចិញ្ចៀនក្បាច់រំយោលកម្រងមាលានិងក្បាច់ពេជ្រជ្រុងប៉ុន្តែនៅប្រាសាទគុកនគរនេះសសរពេជ្រមិនមានលម្អដោយក្បាច់ដូចសសរពេជ្រនៅប្រាសាទផ្សេងឡើយនៅប្រាសាទនេះមានសសរពេជ្រ4ដើមស្ថិតនៅមុខទ្វារចូលហៅត្រៃឬហៅថាបណ្ណាល័យ2ដើមមិនមានលម្អក្បាច់ទេដោយគ្រាន់តែឆ្លាក់ជារាង8ជ្រុងហើយយកទៅដាក់នៅលើជើងទម្ររាង4ជ្រុងតែប៉ុណ្ណោះសសរពេជ្រនៅមុខទ្វារចូលមណ្ឌពឆ្លាក់ជារាង8ជ្រុងមិនមានលម្អក្បាច់ច្រើនទេមានតែក្បាច់រង្វាន់3ដែលមានទំហំស្មើទាំង1/2និង1/4ជាសសរពេជ្រឯករាជ្យព្រោះគេឆ្លាក់ហើយទៅយកទៅដាក់ទ្រផ្តែរដោយមិនឆ្លាក់ជាប់ជាមួយសសរផ្អោបទេនៅជាប់នឹងសសរពេជ្រជាសសរផ្អោបដែលគេធ្វើសម្រាប់ទ្រហៅជាងនៅលើសសរផ្អោបមានលម្អដោយក្បាច់ផ្កាច័ន្ទជា2ជួរពីលើមកក្រោមហើយនៅក្នុងក្បាច់ផ្កាច័ន្ទមានក្បាច់ផ្កាឈូកក្បាច់ស្លឹកឈើនិងមានរូបទេពនិងសត្វផ្សេងនៅលើផ្កាឈូកមានរូបឥសីនិងរូបទេពស្រីបើយើងមើលទៅទេពស្រីពុតពេនខ្លួនរេរាំនៅគល់សសរខាងឆ្វេងមានរូបមកនិងនៅគល់សសរខាងស្ដាំមានចម្លាក់រូបព្រះក្រស្នៈទ្រភ្នំគោវធនដើម្បីការពារពួកកងវាលពីព្យុះភ្លៀងហោជាងគឺជាផ្នែកមួយដែលស្ថិតនៅលើផ្តែរជាប់ទៅនឹងដំបូលដែលហោជាងមានលក្ខណៈជារូបរាងត្រីកោណហើយហោជាងនៃប្រាសាទគុកនគរត្រូវបានដាប់ចេញជាផ្នែកមួយផ្សេងគ្នាដូចជាដងក្តារនាគដងក្តារនិងទ្រនុងនាគហើយអ្វីដែលជាសំខាន់នៅក្នុងការកត់សម្គាល់នៃហោជាងនៅក្នុងប្រាសាទនេះគឺយើងដឹងថាមាន2ប្រភេទទី1គឺហោជាងដែលសាងសង់ឡើងអំពីថ្មភក់ហើយមួយវិញទៀតគឺហោជាងដែលសាងសង់ឡើងអំពីថ្មបាយក្រៀមចំពោះហោជាងដែលធ្វើអំពីថ្មបាយក្រៀមយើងឃើញថាមានការរៀបបន្ទប់ថ្មពុំមានក្បាច់រចនាដែលបង្ហាញអំពីលក្ខណៈនៃសិល្បៈប៉ុន្មានទេហោជាងដែលធ្វើអំពីថ្មបាយក្រៀមគឺគ្រាន់តែដាប់ថ្មនិងលើកបន្ទប់ថ្មជារាងត្រីកោណដើម្បីបង្ហាញអំពីរូបរាងនៃហោជាងតែប៉ុណ្ណោះហើយចំពោះហោជាងដែលសាងសង់ឡើងអំពីថ្មភក់វិញយើងឃើញថាមានបង្ហាញ
នៅក្បាច់រចនាឬក៏ដាប់ឆ្លាក់បង្ហាញអំពីសិល្បៈនៅក្នុងរជ្ជកាលណាមួយហើយដើម្បីបង្ហាញនៅក្នុងសាច់រឿងឬក៏ព្រឹត្តិការណ៍ណាមួយផ្សេងៗដែលតាមអ្នកឆ្លាក់រំលេចនៅសាច់រឿងផ្សេងៗផងដែរហើយហោជាងដែលធ្វើឡើងអំពីថ្មភក់យើងឃើញមានតែមួយគត់នៅក្នុងប្រាសាទគុកនគរគឺនៅក្នុងច្រកចូលនៃបន្ទប់ខាងមុខនៃតួប៉មកណ្ដាលហើយហោជាងនេះទៀតសោតគឺបានឆ្លាក់លម្អទៅដោយរូបនាគដែលមានរាងជាទ្រនុងនាគហើយរូបនាគនេះទៀតសោតគឺត្រូវបានបង្ហាញនៅកាយវិការពុតប៉ែនដងខ្លួនហើយទៅជួបជុំគ្នានៅផ្នែកកន្ទុយហើយមួយវិញទៀតយើងឃើញថានៅផ្នែកខាងចុងនៃហោជាងនេះត្រូវបានឆ្លាក់ដាប់ជារូបលម្អនៃនាគក្បាល5ហើយហោជាងនេះផងដែរក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងប្រាសាទមួយចំនួនទៀតដូចជាប្រាសាទភ្នំជីសូរប្រាសាទវត្តបាសែតប្រាសាទឯកភ្នំនិងប្រាសាទព្រះវិហារដែលសុទ្ធសឹងតែសាងសង់ឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ទាំងអស់រួមមកយើងដឹងហើយថាប្រាសាទគុកនគរគឺជាប្រាសាទមួយដែលស្ថិតនៅក្នុងខេត្តកំពង់ធំនៃស្រុកតាំងគោកដែលស្ថិតនៅក្នុងបរិវេណនៃវត្តគុហនគរបច្ចុប្បន្នប្រាសាទនេះត្រូវបានសាងសង់ឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1នៅក្នុងសតវត្សទី11ដែលជាប្រាសាទដែលបុព្វបុរសយើងកសាងឡើងដើម្បីជាទីសក្ការៈសម្រាប់ព្រះឥសូរហើយបរិវេណនៃប្រាសាទនេះទៀតសោតយើងឃើញថាមានការសាងសង់ឡើងអំពីថ្មបាយក្រៀមស្ទើរតែទាំងស្រុងមិនថាលើកំផែងគប់បារៈថ្មឬហោជាងហោត្រៃគុកសំពៅនិងលក្ខណៈផ្សេងៗនៅជុំវិញប្រាសាទគឺសុទ្ធសឹងតែជាថ្មបាយក្រៀមហើយប្រាសាទនេះមានរាងជា4ជ្រុងដែលយើងសិក្សានឹងឃើញថាកំផែងនៅជុំវិញប្រាសាទគឺមានលក្ខណៈទ្រុឌទ្រោមបាក់ធ្លាក់ចុះដែលទៅតាមអាយុកាលរបស់ប្រាសាទផងដែរដោយសារតែកត្តាធម្មជាតិធ្វើឲ្យប្រាសាទមានលក្ខណៈទ្រុឌទ្រោមថ្មបាយក្រៀមកំផែងមានការធ្លាក់ចុះហើយប្រាសាទនេះទៀតសោតយើងឃើញថាមានគប់បារៈចំនួន2ដែលគប់បារៈទី1បែរមុខទៅទិសខាងកើតគឺជាច្រកចូលនិងគប់បារៈទី2គឺជាគប់បារៈបញ្ឆោតដែលមានតែច្រកចូលពីខាងក្នុងតែប៉ុណ្ណោះសម្រាប់ខាងក្រៅគឺជាទ្វារបញ្ឆោតដែលយើងពុំអាចចូលបានទេហើយមួយវិញទៀតយើងឃើញថាប្រាសាទនេះទាំងមូលមានតួប៉មចំនួន1ដែលស្ថិតនៅចំផ្នែកកណ្ដាលដែលភ្ជាប់គ្នាជាមួយនឹងបន្ទប់ដែលបែរមុខទៅទិសខាងកើតស្របគ្នាជាមួយនឹងគប់បារៈនៃខ្លោងទ្វារចូលដែលយើងបានដើរចូលនោះឯងនៅទិសខាងត្បូងនៃតួប៉មយើងឃើញថាមានហោត្រៃដែលបែរមុខទៅទិសខាងលិចបញ្ច្រាស់គ្នាជាមួយនឹងតួប៉មដែលមួយវិញទៀតគឺគុកសំពៅអគារគុកសំពៅត្រូវបានសាងសង់ឡើងជាប់គ្នាជាមួយនឹងកំផែងដែលមានលក្ខណៈទ្រុឌទ្រោមណាស់ទៅហើយមានលក្ខណៈបាក់បែកជ្រុះស្ទើរតែពាក់កណ្ដាលនៃប្រាសាទទាំងមូលហើយមួយវិញទៀតយើងឃើញថាប្រាសាទទាំងអស់គឺមានលក្ខណៈទ្រុឌទ្រោមទៅតាមអាយុកាលទី1គឺដោយសារតែកត្តានៃធម្មជាតិធ្វើឲ្យប្រាសាទមានលក្ខណៈទ្រុឌទ្រោមទី2ដោយសារតែកត្តាមនុស្សដែលមានលក្ខណៈរុះរើនិងមិនមានការយកចិត្តទុកដាក់មិនឲ្យតម្លៃទៅលើប្រាសាទបុរាណនោះឯងហើយអ្វីដែលជាសំខាន់នៅជាចំណុចចុងក្រោយនោះប្រាសាទនេះពុំសូវមានភ្ញៀវទេសចរចូលទៅមើលនិងសិក្សាពីវាច្រើននោះទេព្រោះថាប្រាសាទនេះពុំមានលក្ខណៈកំណត់សម្គាល់ដែលមានលក្ខណៈក្បូរក្បាច់រចនាលម្អដោយប្រាសាទផ្សេងៗទី1គឺប្រាសាទនេះមានតែការឆ្លាក់ដាប់នៅសសរផ្អោបដែលមានលក្ខណៈក្បាច់ការនិងហោជាងផ្សេងៗតែប៉ុណ្ណោះបន្តិចបន្តួចដែលពុំមានការចាប់អារម្មណ៍ច្រើនអំពីភ្ញៀវទេសចរសម្រាប់ការសិក្សាអំពីប្រាសាទនេះច្រើនប៉ុន្មាននោះទេ